មុននឹងចូលវីដេអូរបស់យើងកុំភ្លេចចុច like និង subscribe សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំទៀតហើយខាងណាខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីការឆែកលេខ password Facebook អញ្ចឹងជាមុនដំបូងយើងធ្វើការចូលទៅកាន់ Google តោះមកវានឹងចេញតម្រងនេះឲ្យអ្នកនរគ្នាចូលទៅកន្លែង account អ្នកនរគ្នាមកហើយមកវាចេញនឹងតម្រងបែបនេះឲ្យអ្នកនរគ្នាហើយអញ្ចឹងអ្នកនរគ្នាត្រូវរើសដែលគេសរសេរថាគ្រប់គ្រងករណី Google របស់អ្នកនរគ្នាចូលមកតោះមកវានឹងចេញបែបនេះឲ្យអ្នកនរគ្នាហើយអញ្ចឹងអ្នកនរគ្នាធ្វើការអូសចុះក្រោមរកមើលពាក្យកន្លែងថាកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់អញ្ចឹងអ្នកនរគ្នាចុចទៅលើវាមកហើយអ្នកនរគ្នានឹងឃើញកម្មវិធីដែលយើងអាចឆែក password វាបានអញ្ចឹងកម្មវិធីវាមានច្រើនតាមអាស្រ័យទៅលើទូរស័ព្ទអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំជ្រើសរើសយកកម្មវិធី Facebook យើងចុចទៅលើវាមកហើយយើងធ្វើការបាត់ password របស់អេក្រង់ទូរស័ព្ទយើងបើអ្នកខ្លះមានក៏អត់អីដែរតោះមកយើងនឹងឃើញហើយ password និងលេខទូរស័ព្ទរបស់ Facebook របស់យើងអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេហើយវីដេអូគឺមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាបាយ